អូខ្ញុំឃើញថាអ្នកកើតឆ្នាំរោងនៅក្នុងខែ8ហ្នឹងគឺវារៀងរាសីធ្លាក់មែនប៉ុន្តែរឿងល្អរឿងការប្រកួតប្រជែងទាំងឡាយណារឿងគ្រប់យ៉ាងទាំងអស់ហ្នឹងនៅពេលដែលបងប្អូនបានស្ដាប់ហ្នឹងគឺនឹងចេញផុតអស់ហើយគឺវារឿងដែលមានកម្មពីពីមុនមកគឺនឹងដកពឹសឲ្យពរជ័យសម្រាប់អ្នកដែលកើតឆ្នាំរោងឲ្យថាបានដែរនៅក្នុងស្ថានភាពក្នុងពេលឥឡូវហ្នឹងសួស្តីមកដល់គ្នាថ្ងៃយើងមកដល់ពាក់ព័ន្ធជាមួយនឹងការអានការណ៍របស់ខ្ញុំហើយលើទៀតហើយអញ្ចឹងនៅក្នុងខែ8ហ្នឹងគឺពោរពេញទៅដោយនៅភាពហត់នឿយពោរពេញទៅដោយនៅកិត្តិយសចំពោះមិត្តភ័ក្តិចំពោះមនុស្សជុំវិញខ្លួនបណ្ដាយនៅក្នុងកិត្តិយសផងយើងហ្នឹងយើងវិទាមទីឲ្យយើងនឹងបែងចែកឲ្យច្បាស់ត្រូវតែមានភាពអត់ធ្មត់ឲ្យខ្ពស់ទៅលើមជ្ឈដ្ឋានជុំវិញខ្លួនទៅលើក្តីស្រឡាញ់ទៅលើកិត្តិយសបើសិនជាយើងមិនអត់ធ្មត់ខ្ពស់ទេគឺវាពិបាកមានការខឹងក្រោធមានការអីហ្នឹងគឺវាថានឹងនាំឲ្យកិត្តិយសផងយើងនឹងអាម៉ាស់សម្រាប់មនុស្សជុំវិញខ្លួនឲ្យថាបានដែរប៉ុន្តែនៅក្នុងពេលឥឡូវហ្នឹងកម្មពីវេរាគឺវានឹងចេញទៅអស់ប៉ុន្តែវាទីមទីឲ្យយើងនឹងស៊ូទ្រាំបន្តិចទៅលើភាពអត់ធ្មត់ខ្ពស់ទៅលើមជ្ឈដ្ឋានជុំវិញខ្លួនបណ្ដាយកិត្តិយសផងយើងនឹងគឺលែងមានភាពអាម៉ាស់លែងមានភាពពិបាកវេទនាចំពោះមនុស្សជុំវិញខ្លួនទៅនៅក្នុងពេលឥឡូវហ្នឹងយើងមានតែការឲ្យពរជ័យពីព្រះមិនថាចង់បានទៅលើអ្វីទេគឺកិត្តិយសគឺគេឲ្យគេលើកមុខមាត់សម្រាប់យើងកិត្តិយសគឺវានឹងទទួលបានផលសម្រាប់យើងនៅពេលដែលយើងនឹងមានភាពអត់ធ្មត់ខ្ពស់ការនិយាយស្ដីផងយើងនឹងមិនសូវជាកាត់ប្រសាសន៍សម្រាប់អ្នកដទៃរឿងដែលយើងត្រូវនិយាយយើងនិយាយចែករំលែកបទពិសោធន៍នៅរឿងល្អចំពោះអ្នកដទៃយ៉ាងគ្រប់យ៉ាងហ្នឹងគឺវានឹងទទួលបានផលសម្រាប់យើងចេញពីសំណាក់មិត្តភ័ក្តិយ៉ាងសំណាក់មិត្តភ័ក្តិគឺគេនឹងឲ្យទៅលើកិត្តិយសសម្រាប់យើងឲ្យទៅលើរឿងល្អខ្លាំងសម្រាប់ផ្លូវចិត្តផងយើងសម្រាប់ភាពជាអ្នកដឹកនាំផងយើងប៉ុន្តែគេមើលមកយើងហ្នឹងគឺរៀងខ្វះស្ទើរនៅលើការអភិវឌ្ឍបន្តិចអនុវត្តបន្តិចបទពិសោធន៍ការនិយាយស្ដីការអីហ្នឹងគឺយើងមានគ្រប់គ្រាន់ហើយប៉ុន្តែយើងខ្វះទៅលើការអភិវឌ្ឍពេលខ្លះយើងនិយាយស្ដីប្រាប់ទៅលើបទពិសោធន៍ផ្ដល់អាវ៉ាទៅដល់អ្នកដទៃប៉ុន្តែអ្នកដទៃហ្នឹងគឺអាចនឹងទុកចិត្តយើងបានក៏អាចថាបានដែរទៅលើកិត្តិយសអញ្ចឹងនៅក្នុងរឿងហ្នឹងគឺគេនឹងឲ្យទៅលើកិត្តិយសផងយើងប៉ុន្តែបើសិនជាយើងនៅពេលដែលយើងមានកិត្តិយសមានអីខ្លះហើយយើងគឺត្រូវតែអភិវឌ្ឍនៅក្នុងខែ8ហ្នឹងព្រោះអីចរិតផងយើងគឺតំណាងឲ្យធាតុដីតំណាងឲ្យការអភិវឌ្ឍទៅលើលុយកាក់ទៅលើការងារការប្រកួតប្រជែងអីចឹងណាដល់ពេលដែលយើងអភិវឌ្ឍអនុវត្តខ្លាំងហើយគឺវានឹងទទួលបានផលគុណនឹង100គុណនឹង1000សម្រាប់យើងអាចថាបានដែរដល់ពេលដែលយើងអភិវឌ្ឍបានជោគជ័យសម្រាប់យើងយ៉ាងគឺទៅជួបផងយើងកាន់តែសោះសាយផ្ទុះដែលនឹកស្មានមកដល់មិនថាមិត្តភ័ក្តិមិនថាគ្រួសារនៅក្នុងគ្រួសារព្រោះនៅក្នុងរឿងទាំងអស់ហ្នឹងយើងអាចថានឹងនាំរឿងល្អចូលមិត្តភ័ក្តិគ្រួសារគឺនាំរឿងល្អប៉ុន្តែបើសិនជានាំបញ្ហាគឺវានឹងនាំទៅបញ្ហាហ្នឹងទីសនទៅលើកត្តាមនុស្សដែលយើងមិនកើតអីទេអញ្ចឹងបើសិនជាយើងមានគោលដៅគ្រប់គ្រាន់ក្នុងការអភិវឌ្ឍនៅគោលដៅក្នុងការងារលុយកាក់ការប្រកួតប្រជែងហ្នឹងគឺវាថានឹងល្អគឺសំណាងគឺនៅកាន់ជើងខាងយើងអញ្ចឹងណាអញ្ចឹងនៅក្នុងស្ថានភាពក្នុងពេលហ្នឹងការប្រកួតប្រជែងឱកាសការងារឱកាសប្រយុទ្ធប្រឆាំងប្រយុទ្ធទៅលើការងាររបស់យើងដើម្បីជាគោលដៅរបស់យើងហ្នឹងគឺកំពុងតែឡើងសើហើយអញ្ចឹងណាប៉ុន្តែយើងត្រូវតែអត់ធ្មត់បន្តិចទៅលើមជ្ឈដ្ឋានជុំវិញខ្លួនដែលនាំនៅកិត្តិយសរបស់យើងឬក៏មិននាំនៅកិត្តិយសក៏ដោយពេលខ្លះយើងអាចថាការពិភាក្សាការអីហ្នឹងគឺយើងវានាំនៅកិត្តិយសហើយប៉ុន្តែកុំឲ្យយើងលង់នៅអំណាចទៅលើការនិយាយស្ដីច្រើនពេកព្រោះយើងត្រូវតែអភិវឌ្ឍទៅលើការងាររបស់យើងបើសិនជាយើងលង់ទៅលើខ្លួនឯងលង់ទៅលើការនិយាយស្ដីខ្លាំងពេកគឺវាមានតែបញ្ហាមួយចំណុចទេគឺបញ្ហាដែលនិយាយស្ដីផ្ដល់អាវ៉ាតអីចឹងទៅប៉ុន្តែបបិសោតរបស់យើងហ្នឹងគឺវាមានมันមានគ្រប់គ្រាន់ទេតន់ចរិតខែ8យើងជាចរិតធាតុដីហ្នឹងគឺត្រូវអភិវឌ្ឍឲ្យខ្លាំងតែគឺវាថានឹងល្អចរិតទី1បើសិនជាខ្ញុំរៀបរាប់ពីចរិតហ្នឹងហ្មងណាចរិតទី1គឺចរិតសម្ពាធគ្រួសារយ៉ាងគ្រួសារគឺដាក់សម្ពាធឲ្យយើងហ្នឹងបែរថានៅក្នុងគ្រួសារហ្នឹងគឺអាចថាមានសម្ពាធគេថាបានមានសម្ពាធគេថាបានបើសិនជាយើងមានវិន័យច្បាស់លាស់មានការអភិវឌ្ឍខ្លាំងមានគោលដៅខ្លាំងគឺអាចថាគ្រួសារគឺទំនុកបំរុង100% 10000%តែម្ដងប៉ុន្តែបើសិនជាយើងនឹងមិនមានគំនិតឬក៏មិនមាននៅគោលដៅមិនមានអីហ្នឹងគឺអាចថានឹងគ្រួសារគឺតែងតែដាក់សម្ពាធឲ្យគ្រួសារនៅពេលដែលគ្រួសារនិយាយក្នុងការដាក់សម្ពាធឲ្យយើងហ្នឹង
គឺវាជារឿងត្រូវតែម្ដងពេលខ្លះมันเป็นពេលខ្លះគឺខ្លាំងតែម្ដងប៉ុន្តែនៅក្នុងស្ថានភាពហ្នឹងយ៉ានៅក្នុងគ្រួសារហ្នឹងមិនមាត់ទេប៉ុន្តែដល់ពេលដែលមាត់ម្ដងគឺអាចថានឹងនាំនៅឲ្យយើងនឹងជីវិតផងយើងឬក៏វាសនាកិត្តិយសផងយើងនឹងគឺមានការអង្គុតែម្ដងក៏ថាបានដែរប៉ុន្តែខ្ញុំឃើញថាយើងដឹងច្បាស់ហើយយើងអាចថានឹងមានបទពិសោធន៍គ្រប់គ្រាន់យើងនឹងធ្វើការអភិវឌ្ឍទៅលើខ្លួនឯងឲ្យខ្លាំងតែម្ដងទៅលើរឿងហ្នឹងប៉ុន្តែបើសិនជារកទី2វិញគឺលក្ខណៈយើងខ្ជិលការងារបន្តិចនៅក្នុងខែ8ហ្នឹងបើសិនជាយើងកាត់អាភិបខ្ជិលការងារគឺវាអាចថានឹងល្អអ្នកខ្លះអាចថានឹងមានការផឹកស៊ីអីរឿងច្រើនដែរយើងអាចថាផឹកស៊ីក៏ផឹកស៊ីដែរមិនដែរកុំឲ្យវារឿងច្រើនវារឿងញឹកវារឿងខ្ជិលការងារវារឿងអីច្រើនពេកព្រោះអីភាគច្រើនគឺយើងត្រូវវានៅក្នុងខែ8ហ្នឹងយើងចូលចិត្តប្រើនៅគំនិតគឺយើងចូលចិត្តប្រើទៅលើការច្បាប់នៃការស្រូបទាញអញ្ចឹងណាយ៉ាងវាទាមទារឲ្យយើងនឹងច្បាប់នៃការស្រូបទាញក៏វានឹងល្អដែរប៉ុន្តែវាទាមទារឲ្យយើងនឹងអភិវឌ្ឍច្រើនជាងច្បាប់នៃការស្រូបទាញពេលខ្លះយើង stress យើងសម្ពាធយើងរ៉ាប់រងច្រើនមែនប៉ុន្តែយើងត្រូវតែមានទំនួលខុសត្រូវទៅលើកត្តាខ្លួនឯងក៏វាអាចថានឹងល្អដែរថាមានខែ8ហ្នឹងមានរឿងអ្វីដែលត្រូវចូលមកទៀតសម្រាប់អ្នកការឆ្នាំរោងយើងអាចថានឹងរៀងមានភាពសោកសៅដែលយើងរៀងពិបាកចិត្តបន្តិចទៅលើការងាររបស់យើងនៅក្នុងខែ8ហ្នឹងមិនដែលវាមានជាបញ្ហាអីសម្រាប់យើងឲ្យតែយើងហ្នឹងជឿជាក់ទៅលើខ្លួនឯងអភិវឌ្ឍនៅពេលខ្លះការសោកសៅរបស់យើងហ្នឹងគឺវាមានបានប្រយោជន៍អីមកយើងទេនៅពេលដែលយើងនឹងមិនអភិវឌ្ឍដូចនៅពេលដែលយើងខ្ជិលច្អូសហ្នឹងគឺវាមិនបានផលសម្រាប់យើងទេព្រោះការងាររបស់យើងវាទាមទារឲ្យយើងនឹងងើបទៅមុខដោយខ្លួនឯងជួយជាក់ដោយខ្លួនឯងដើម្បីចេញផុតពីភាពសោកសៅវាទាមទារឲ្យយើងនឹងមានការហត់នឿយបន្តិចទៅលើមជ្ឈដ្ឋានគ្រប់យ៉ាងទាំងអស់តែម្ដងប៉ុន្តែលទ្ធផលខ្ញុំឃើញថាជំនាញរបស់យើងមានថា3ចុះក្រោមក៏អាចថាបានដែរលទ្ធផលដែលគេចង់ប្រាប់នៅក្នុងអំណាចនៃទូរស័ព្ទរបស់យើងអញ្ចឹងនៅក្នុងទូរស័ព្ទរបស់យើងហ្នឹងគឺមានអំណាចការងារ3សម្រាប់យើងអំណាចរឿងទាំងអស់គ្រប់យ៉ាងទាំងអស់អញ្ចឹងប៉ុន្តែនៅក្នុងការងាររបស់យើងហ្នឹងការងារលុយកាក់អីហ្នឹងគឺយើងច្បាស់លាស់តែម្ដងគឺយើងលែងសូវរ៉ាប់រងច្រើនទេគឺយើងរ៉ាប់រងតែមួយឬក៏2ចុះក្រោមអីសម្រាប់យើងស្ថានភាពលុយកាក់របស់យើងហ្នឹងក៏មានភាពរីករាយចិត្តដែរនៅក្នុងខែ6ហ្នឹងព្រោះពីមុនមកគឺយើងអាចថានឹងមានការចាយហើយអញ្ចឹងនៅក្នុងខែហ្នឹងគឺវាតែងតែរងសម្ពាធនៅរឿងច្រើនទម្រង់នៅក្នុងលុយកាក់ក៏យើងមានភាពរីករាយចិត្តមិនដែរវាជារឿងល្អនៅក្នុងការសន្សំលុយកាក់នៅក្នុងការទទួលបាននូវសំណាងសម្រាប់យើងអ្នកខ្លះអាចថាមានការរីករាយចិត្តផ្ដោតទៅលើរឿងល្អនៅក្នុងការងារយើងរីករាយចិត្តការងារនេះការងារនោះអីចឹងណាប៉ុន្តែរឿងគ្រប់យ៉ាងនៅក្នុងការងារទាំងអស់ហ្នឹងគឺវាជារឿងល្អទេរឿងល្អទាំងអស់ទេនៅពេលដែលយើងអភិវឌ្ឍទៅមុខទៅគឺវាថាកាន់តែល្អសម្រាប់យើងជាពិសេសវាទាមទារឲ្យការគិតរបស់យើងគឺរៀងបើកចំហគឺរៀងគិតប្រហើនទៅក៏វាថាល្អដែរពេលខ្លះការគិតប្រហើនផងហើយរួមទាំងការអភិវឌ្ឍទៅថ្ងៃមុខបន្តិចវាធ្វើឲ្យផ្លូវចិត្តរបស់យើងនឹងគឺលែងសូវចង់ទៅលើខ្លួនឯងវាទីនៅក្នុងពេលឥឡូវហ្នឹងនៅក្នុងខែ8ហ្នឹងគឺគ្មានទេពាក្យថាខ្ជិលច្អូសបើទោះជារឹកផងយើងនឹងខ្ជិលច្អូសក៏ដោយបើសិនជាយើងងើបទៅមុខដោយខ្លួនឯងពង្រឹងទៅលើសមត្ថភាពខ្លួនឯងគឺវាថាកំណត់ផងយើងនឹងគឺនឹងបើកទៅរហូតតែម្ដងនៅក្នុងខែ8ហ្នឹងអញ្ចឹងគឺវានឹងមានទំនាក់ទំនងលុយកាក់ទំនាក់ទំនងកិត្តិយសសម្រាប់យើងពីមនុស្សជុំវិញខ្លួនការងារផងយើងណានៅពេលដែលយើងងើបទៅខ្លួនឯងនៅពេលដែលយើងប្រឹងអភិវឌ្ឍទៅលើខ្លួនឯងឲ្យខ្លាំងទៀតអញ្ចឹងណាអញ្ចឹងសំណាងរបស់យើងហ្នឹងគឺលែងទៅត្រួសត្រាយរកសបិសបល់ទេហើយយើងអាចថានឹងមានការចាប់ច្បាស់លាស់តែម្ដងទៅលើសំណាងរបស់យើងអញ្ចឹងសំណាងរបស់យើងហ្នឹងគឺផ្ដោតរកតែមួយសំណាងកិត្តិយសសំណាងពីមនុស្សជុំវិញខ្លួនគឺយើងផ្ដោតរកតែមួយនៅក្នុងការងារទេក្នុងបើសិននៅក្នុងការសម្រេចចិត្តវិញនៅក្នុងសំណាងលុយកាក់អីហ្នឹងគឺអាចថានឹងមួយច្បាស់លាស់សម្រាប់យើងប៉ុន្តែដូចទាំងអស់ហ្នឹងគ្រប់យ៉ាងមកពិសោធន៍ទាំងអស់ហ្នឹងគឺវាមកជាកាក់សេនដោយមនុស្សលក់អវ៉ាន់ចាប់ហួយដោយមនុស្សធ្វើ content ឧទាហរណ៍មកវីដេអូបាន1រៀល2រៀល10វីដេអូ10រៀលអីចឹងទៅវាកាក់សេនអញ្ចឹងទេនៅពេលដែលយើងបូកចូលគ្នាគឺវាថាជាផលវិជ្ជមានសម្រាប់យើងបទពិសោធន៍របស់យើងហ្នឹងគឺវាមានគ្រប់គ្រាន់សម្រាប់អ្នកដែលការឆ្នាំរោងថានឹងមានរឿងអ្វីជាបន្តទៀតអញ្ចឹងអ្វីដែលជាបន្តបន្ទាប់គឺមជ្ឈដ្ឋានជុំវិញខ្លួនអ្នកតាមថែរក្សារបស់បងប្អូនរឿងគ្រប់យ៉ាងទាំងអស់ហ្នឹងទាមទារយើងនឹងមានភាពជឿជាក់ទៅលើខ្លួនឯងតិចដើម្បីឲ្យរឿងល្អសម្រាប់យើងពេលណានៅពេលដែលយើងនឹងមិនជឿជាក់ទៅលើខ្លួនឯងហើយនៅពេលដែលយើងផ្លូវរបស់យើងនឹងមិនដើរបែរជាមានការនិយាយស្ដីពិភាក្សាផ្ដល់អវ៉ាយោបល់
អត់ប្រយោជន៍អត់ចាំបាច់ឲ្យអ្នកដទៃវាបែរទៅជានាំនៅការចំណាយឆ្លៀននេះពីអ្នកដទៃដែរទៅលើរឿងហ្នឹងអញ្ចឹងវាថាទាញកាន់តែទាញផ្លូវកាន់តែទាញនគោលដៅផងយើងកាន់តែវែងឆ្ងាយសម្រាប់យើងអាចថាណាអញ្ចឹងយើងអាចថានឹងបើកចិត្តអភិវឌ្ឍទៅលើខ្លួនឯងផ្ដោតទៅលើខ្លួនឯងឲ្យខ្លាំងដើម្បីទទួលបាននៅរឿងល្អៗអញ្ចឹងភាពអាត្មានិយមភាពកលេចកលុចដែលជាសត្រូវនៃលុយកាក់នៃសំណាងនៃស្នេហាប្រពន្ធលុយកាក់ហ្នឹងគឺវានឹងចេញទៅអស់ហើយគឺវាមានតែភាពលែងមានភាពអាត្មានិយមហើយគឺខ្លួនយើងហ្នឹងគឺនឹងមានភាពល្អប្រសើរអ្នកខ្លះអាចថាស្ដាប់ហើយកំពុងតែមានភាពអាត្មានិយមទៅលើស្ថានភាពលុយកាក់ពាក់ព័ន្ធនឹងសំណាងច្បាមយកនៅផលប្រយោជន៍គេខ្លាំងច្បាមយកនៅផលប្រយោជន៍ស្នេហាលុយកាក់គ្រួសារអីចឹងទៅអញ្ចឹងនៅពេលដែលបងប្អូនស្ដាប់នេះគឺវានឹងចេញទៅអស់សម្រាប់អ្នកដែលកើតឆ្នាំរួងឲ្យថាមកណាអញ្ចឹងអ្វីដែលយើងដើរគឺត្រូវតែជឿជាក់ទៅលើខ្លួនឯងអភិវឌ្ឍផ្ដោតទៅលើខ្លួនឯងឲ្យធំបំផុតសម្រាប់អ្នកដែលកើតឆ្នាំរួងអញ្ចឹងនៅតែមានប៉ុណ្ណឹងទេអរគុណបងប្អូនដែលបានទស្សនានៅការអានការរបស់ខ្ញុំឡើយជូនបងប្អូនសុខភាពល្អសំណាងល្អទៅទទួលទានមានបានគ្រប់ភារកិច្ចគ្រប់ទីកន្លែងជួបគ្នានៅឱកាសក្រោយបាយបាយ